សូមជូនរឿងសវណ្ណសាមកុមារព្រះបរមពុទ្ធិសត្វជាព្រះសវណ្ណសាមទ្រង់បំពេញមេត្តាបារមីមេត្តាបារមីប្រែថាគុណជាតិជាគ្រឿងដល់នៅព្រះនិព្វានគឺមេត្តាលោកចែកចេញជា3ប្រការគឺពុទ្ធទារសពិសេចក្តីមេត្តាដែលផ្សាយទៅចំពោះជនទាំងពួងទុកជាជនអ្នកបៀតបៀននៅពុទ្ធភរិយារបស់ព្រះអង្គក៏ដោយនេះហៅថាមេត្តាបារមីមួយអង្គបច្ចੰកសពិសេចក្តីមេត្តាដែលផ្សាយទៅចំពោះជនសូម្បីអ្នកបៀតបៀននៅអវយវៈទូចធំរបស់ព្រះអង្គក៏ដោយហៅថាមេត្តាឧបបារមីមួយជីវតាសពិសេចក្តីមេត្តាដែលផ្សាយទៅចំពោះជនសូម្បីអ្នកបៀតបៀននៅជីវិតរបស់ព្រះអង្គហៅថាមេត្តាបរមត្តបារមីកាលដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ប្រកាសនៅក្នុងលោកហើយគ្រានោះស្ដេចប្រថាប់នៅក្នុងចេតវនារាមរបស់អនាថបណ្ឌកសេដ្ឋីជិតក្រុងសាវត្ថីកាលនោះសេដ្ឋីបុត្រមួយនាក់បានចូលមកបព្វជិនៅក្នុងព្រះពុទ្ធសាសនារួចហើយធ្វើសមណធម៌នៅក្នុងព្រៃអស់12ឆ្នាំក៏មិនទាន់បានសម្រេចគុណវិសេសអ្វីសោះលុះតមកខាងក្រោយបានដឹងដំណឹងថាមាតាបិតារបស់ខ្លួនបានធ្លាក់ទៅជាមនុស្សទល់ក្រទុរគតក្រៃពេកដើរសុំទានគេបរិភោគដេកតាមសញ្ញាផ្ទះរបស់អ្នកដទៃភិក្ខុនោះក៏ត្រឡប់មកអំពីព្រៃចូលទៅបិណ្ឌបាតចង្ហាន់យកទៅចិញ្ចឹមមាតាបិតាតែងបម្រើតែយ៉ាងនេះទាល់តែខ្លួនអត់អាហារខ្លះបានអាហារឆាន់ដោយខ្លួនឯងបន្តិចបន្តួចខ្លះមានរាងកាយស្គាំងស្គមជាខ្លាំងភិក្ខុទាំងឡាយនាំយករឿងនោះទៅក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រទានពរសព្ទសាធុការដល់ភិក្ខុនោះថាមនាលភិក្ខុអ្នកឯងបម្រើមាតារបស់អ្នកនោះពេញជាត្រូវតាមប្រពៃណីតថាគតហើយទើបទ្រង់នាំរឿងព្រះសវណ្ណសាមតបោះមកសម្ដែងថាមនាលភិក្ខុទាំងឡាយការកន្លងរំលងទៅហើយមានអ្នកនេសាទ2នាក់ជាសម្លាញ់នឹងគ្នាតាំងពីកុមារមកលុះចំណេជេកាមកខាងក្រោយអ្នកនេសាទនៅត្រែកខាងអាយមានកូនប្រុសម្នាក់ឲ្យឈ្មោះថាទុកលកុមារនាយនេសាទនៅត្រែកខាងនាយមានកូនស្រីម្នាក់ឈ្មោះនាងទុបារិកាកុមារីមាតាបិតាប្រុងនឹងរៀបចំឲ្យបានជាគូស្វាមីភរិយាទាំងខាងប្រុសខាងស្រីក៏ព្រមចិត្តគ្នារៀបចំអាពាហ៍ពិពាហ៍តាមសណ្ដាប់ប្រវេណីក៏ជនទាំងពីរគ្មានសេចក្តីស្ម័គ្រនឹងរួមសង្វាសជាមួយគ្នាឡើយដោយហេតុអ្នកទាំងពីរអ្នកសុទ្ធតែជាសត្វដែលទើបឈុតអំពីព្រហ្មលោកមកកើតជាមនុស្សសូម្បីតែឮពាក្យថាដណ្ដឹងគ្នាឲ្យជាប្តីប្រពន្ធប៉ុណ្ណេះក៏យកដៃខ្ទប់ត្រចៀកមិនចង់ឲ្យឮសោះលុះមាតាបិតារៀបចំអាពាហ៍ពិពាហ៍ឲ្យហើយវេលាណាក៏មិនបានរួមវាសនាដោយកិរិយាស្និទ្ធស្នេហ៍បែរជាបបួលគ្នាលាមាតាបិតាចេញទៅបួសជាតបោះឥសីទាំងពីរនាក់ស្នាក់អាស្រ័យនៅក្នុងសាលាដែលសកទេវរាជឲ្យវិសកម្មទេវបុត្រនិមិត្តថ្វាយនៅក្នុងព្រៃហេមពៀនឯណោះចំណេរតមកទៀតព្រះឥន្ទ្រាធិរាជទ្រង់ជ្រាបបុព្វកម្មតបោះទាំងពីរនាក់នោះថាដល់ចាស់មុខជានឹងខ្វាក់ភ្នែកទាំងពីរនាក់ឥតជនណានឹងថែរក្សាឡើយទើបសកទេវរាជចូលទៅសូមឲ្យតបោះរួមមេត្រីនឹងឲ្យមានបុត្រតែតបោះមិនព្រមសោះក៏សូមអង្វរឲ្យតែយកប្រហោះអង្អែលផ្ទៃនាងទុបារិកាទើបព្រមធ្វើទាំងទិសទាល់សកទេវរាជក៏ស្ដេចទៅកាន់ឋានសួគ៌សូមអារាធនាព្រះពោធិសត្វជាទេវបុត្រឲ្យចុតមកចាប់បដិសន្ធិនៅក្នុងផ្ទៃនាងទុបារិកាលុះព្រះនាងមានគភ៌គ្រប់10ខែហើយប្រសូតបុត្រមកឲ្យព្រះនាមថាសវណ្ណសាមកុមារកុមារនេះដឹងក្តីឡើងមាតាបិតាក៏ខ្វាក់ព្រះនេត្រទាំងពីរងងឹតទាំងអស់ទៅសវណ្ណសាមកុមារធ្វើការបម្រើអ្នកមានគុណទាំងពីរអ្នកនេះឥតមានធុញទ្រាន់ឡើយហើយព្រះអង្គក៏បួសចម្រើនមេត្តាព្រហ្មវិហារជាប់ជានិច្ចដោយគុណានុភាពមេត្តាព្រហ្មវិហារនោះព្រះពោធិសត្វទៅក្នុងទីណាតែងមានពួកមរគាចោមរោមជាបរិវារនៅក្នុងទីនោះឥតមានសត្វណាមួយហ៊ានបៀតបៀនគ្នាឡើយថ្ងៃមួយព្រះអង្គបោសសម្អាតអាស្រមបទរួចហើយធ្វើវត្តប្រតិបត្តិមេតាបិតាដោយគោរពរួចកាន់ក្អមទៅដងទឹកឯស្ទឹងពងមរគាទាំងឡាយក៏ចោមរោមជាបរិវារទៅតាមដែរគ្រានោះព្រះបាទកបិលយៈជាព្រះចៅក្រុងពារាណសីស្ដេចចេញទៅប្រពៀតព្រៃកំសាន្តប្រតិដោយការបរបាញ់មរឹកទ្រង់បានឃើញព្រះសវណ្ណសាមតបោះដែលមានពងមរគាចោមរោមដូច្នោះក៏លើកធ្នូបាញ់ទៅត្រូវចំកណ្ដៀតក្អម
ព្រះតបោះក៏ដួលបំរាស់ននាលអន្ទះសាយំទួញថាអូលោកម្ដាយលោកឪពុកអើយលោកមុខជាខ្សែប្រជជនទាំងពីរអ្នកហើយព្រោះសុទ្ធតែចាស់ខ្វាក់នេត្រាឥតមាននរណាថែសោះអូលោកអ្នកណាណមិនក៏មកបាញ់ខ្ញុំពុំមានមេត្តាដល់ចាស់អ្នកមានគុណលើខ្ញុំដែលខ្ញុំត្រូវបម្រើបើខ្ញុំស្លាប់ហើយតើនឹងបាននរណានៅបម្រើតទៅទៀតព្រះពោធិសត្វថ្លែងរៀបរាប់បានតែប៉ុណ្ណេះក៏សន្លប់បាត់ស្មារតីនៅក្នុងទីនោះទៅព្រះបាទបលយៈទ្រង់ព្រះសន្តាប់ជាក់នៅសូរស័ព្ទរបស់ព្រះសវណ្ណសាមជាសម្ដីគួរឲ្យស្រណោះក៏ឆ្លោះប្រតិយអាណិតមេត្តាឥតឧបមាតានតឹងស្ទើរតែបែកព្រះអូរាទើបផ្ទុះទៅស្រវាបីត្រកងថ្នាក់ថ្នមលួងលោមសម្រក់ព្រះជលនេតទ្រង់ព្រះកន្សែងសោយសោកថាអូលោកម្ចាស់ខ្ញុំអើយខ្ញុំអត់ដឹងជាយ៉ាងនេះសោះឡើយចុះមេដាបិតារបស់អ្នកនឹងនៅទីណាព្រះពោធិសត្វភ្ងាឡើងឆ្លើយថាមើលតែសេរសាអាត្មាដែលដួលបែរទៅខាងណាមេដាបិតារបស់អាត្មានៅទីនោះឯងហើយក៏សន្លប់ទៀតស្ដេចយល់ព្រះពោធិសត្វដួលសន្លប់ដូច្នោះក៏យាងទៅអាស្រមឲ្យដំណឹងថាព្រះសវណ្ណសាមត្រូវជាបុត្រត្រូវសស្លាប់ហើយទ្រង់ទទួលទោសកំហុសរួចធានារ៉ាប់រងថានឹងចិញ្ចឹមជំនួសវិញទាំងអស់តាបោះទាំងពីរអង្គកាលបើបានឮដូច្នោះហើយក៏យំសោកបោកប្រានបំរាស់ននាលនៅលើដីស្ទើរនឹងខ្សែជីវិតព្រះមហាក្សត្របីលើឲ្យឈរហើយដឹកដៃតាបោះឲ្យសីទៅបង្ហាញទីកន្លែងដែលព្រះសវណ្ណសាមដួលដេកសន្លប់មិនដឹងខ្លួនក្បែរស្ទឹងមគៈសមតាតាបោះទាំងពីរទៅដល់កាលណាក៏លើកហាត់ថាស្ទាបបោះអង្អែលបុតហើយបួងសូមអតិដ្ឋានថាយេនៈសច្ចយេនៈយ៉ាងសាមោធម្មចារីពុរេអហុអេតេនៈសច្ចវច្ចេនវិសង្សាមសៈហញ្ញតោទេសេចក្តីថាសាមជាបុត្ររបស់យើងអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរបរិសុទ្ធប្រកបដោយមេត្តាព្រមវិហារធម៌ជាប់មិនដាច់ជាអ្នកចិញ្ចឹមមេដាបិតាដោយគោរពជាទីស្រឡាញ់របស់មេដាបិតាស្មើដោយជីវិតពិតជាអ្នកចម្រើនមេត្តាបារមីដោយសច្ចវិជ្ជាឯណាសូមឲ្យថ្នាំពឹសសាបសូនស្រឡះអំពីសាមតបោះជាបុត្ររបស់ខ្ញុំឥឡូវនេះដោយសច្ចវិជ្ជាគុណនោះឯងព្រះសវណ្ណសាមក៏មានស្មារតីដឹងភ្លាមលំដាប់នោះទេពធីតាហោះមកអំពីភ្នំគន្ធមាត្រធ្វើសច្ចកិរិយាថាខ្ញុំអាស្រ័យនៅលើភ្នំគន្ធមាត្រអស់កាលដ៏យូរបុគ្គលណាមួយជាទីស្រឡាញ់ពេញចិត្តស្មើនឹងសាមតបោះនេះពុំមានឡើយដោយអំណាចសច្ចវិជ្ជានេះសូមឲ្យថ្នាំពឹសសាបសូនស្រឡះចេញអំពីសរីរៈអវយវៈរបស់ព្រះសាមតបោះភ្លាមចុះព្រះពោធិសត្វក៏បានជាសះស្បើយរោគក្រកឡើងក្នុងមួយរំពេចនោះព្រះតបោះនិងតបោះសេនីបិតាមេដាទាំងពីរអង្គមានព្រះនេត្រភ្លឺឡើងវិញដូចដើមមួយព្រះពោធិសត្វក៏បានជាសះស្បើយរោគក្រកឡើងក្នុងមួយរំពេចនោះមួយព្រះតបោះនិងតបោះសេនីមេដាបិតាទាំងពីរអង្គមានព្រះនេត្រភ្លឺឡើងវិញដូចដើមមួយព្រះអរុណរះឡើងមួយជនទាំងនោះបានដល់ស្ថានអាស្រមបទដោយអានុភាពទេពធីតាមួយជនទាំង4នេះកើតឡើងដំណើរគ្នាទើបព្រះសវណ្ណសាមតបោះបរមពោធិសត្វសម្ដែងធម៌ទូមានប្របាទបលយៈឲ្យចិញ្ចឹមមេដាបិតាសមាទានរក្សាសិលកាន់ទោសពិតរាជធម៌ព្រះរាជាក៏ប្រគល់កាយថ្វាយព្រះអង្គទ្រង់ប្រព្រឹត្តតាមដល់អស់ប្រជជនក៏បានទៅសោយទឹកសម្បត្តិនៅក្នុងឋានសួគ៌ទេវលោកហើយព្រះសវណ្ណសាមបរមពោធិសត្វនិងមេដាបិតាក៏បានសម្រេចឈានអភិញ្ញាណជាលោកីលុះដល់អស់ប្រជជននាយុសង្ខារទៅក៏បានទៅឧបដាក់ឡើងនៅក្នុងព្រហ្មលោកព្រះបរមសាស្តាទ្រង់សម្ដែងនិទាននេះចប់ហើយទ្រង់ប្រជុំជាដកថាភគវេមនាលភិក្ខុទាំងឡាយស្ដេចបលយៈនាគ្រានោះឥឡូវនេះបានមកជានាងឧបលវណ្ណាធេរីសកទេវរាជនោះឥឡូវនេះបានមកជាព្រះអនន្តភិក្ខុទុកលតបោះនិងនាងទុបារិកាឥឡូវនេះបានមកជាពុទ្ធមាតានិងពុទ្ធបិតាព្រះសាមតបោះបរមពោធិសត្វនោះឥឡូវនេះគឺអង្គអញតថាគតនឹងឯងរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា